សួស្តីថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការបង្កើត .NET application ជាមួយនឹង MySQL database ដែលប្រើប្រាស់នៅ tool មួយដែលមានឈ្មោះថា MySQL Connector for .NET MySQL Connector for .NET គឺជា ADO.NET driver មួយដែលប្រើដើម្បី connect ពី .NET application ទៅកាន់ MySQL database ដែលជា backend server អូខេនេះគឺជា database diagram របស់យើងដែលនឹងប្រើប្រាស់ក្នុងការ develop application នៅក្នុងការធ្វើបទបង្ហាញនេះក្នុងនេះដែរយើងមាន table ចំនួន3គឺ performers songs and album ដែល performer គឺមានទំនាក់ទំនង one to many ទៅកាន់ table song ហើយ album ក៏មានទំនាក់ទំនង one to many ទៅកាន់ table song ដែរដើម្បីដំណើរការ MySQL database យើងត្រូវ start service របស់វាជាមុនសិនខ្ញុំប្រើកម្មវិធីមួយឈ្មោះថា WAMP server WAMP server គឺជា package នៃ PHP Apache ហើយនិង MySQL ដែលដំណើរការនៅលើ Windows platform ហើយកម្មវិធីនេះអ្នកគ្នាអាចស្វែងរកនៅគេហទំព័រ wampserver.com ក្រោយពីយើងបានដំណើរការ service របស់វាហើយខ្ញុំមានកម្មវិធីមួយទៀតគឺ HDSQL HDSQL នេះគឺជា MySQL UI ដែលងាយស្រួលប្រើប្រាស់ក្នុងការ manage ទៅលើ MySQL database ទាំងអស់ហើយកម្មវិធីនេះគឺ free អ្នកគ្នាអាចស្វែងរកបាននៅ website របស់ HDSQL បន្ទាប់មកយើងត្រូវ create new session យើងអាចដាក់ឈ្មោះអ្វីក៏បាន by default hostname ឬក៏ IP នេះគឺយើងអាចដាក់មក 127.0.0.1 ឬក៏ localhost ចំណែកឯ user គឺ root password គឺពុំមានទេក្នុងករណីនេះចំណែកឯ default port គឺ3306បន្ទាប់មកយើងអាច save ហើយ open ហើយនេះគឺជា database ដែលខ្ញុំបានបង្កើតទុកជាមុនក្នុងនោះគឺមាន table ចំនួន3ដូចខ្ញុំបានរៀបរាប់ពីខាងលើ album performers ហើយនិង songs នេះគឺជា application ទី1របស់យើងដែលនឹងត្រូវបង្កើតវាជា Windows Form application ប្រើជាមួយនឹង ADO.NET Inline SQL ដែលកម្មវិធីនេះគឺ manage ទៅលើ performer table យើងទាំងអស់ដូចជាយើងអាច show all data គឺទាញទិន្នន័យចេញពី table performer មកបង្ហាញទៅលើ list view យើងខាងក្រោមក្រៅពីនោះយើងអាចបញ្ចូល record ថ្មីគឺដូចជា new performer យើងអាច add ពេលនោះទិន្នន័យគឺត្រូវបាន add ចូលទៅក្នុង database ហើយបានទាញមកបង្ហាញនៅ list view របស់យើងអាច edit ទៅលើទិន្នន័យរបស់យើងដោយគ្រាន់តែ double click ទៅលើ item នៅលើ list view យើងពេលនោះវានឹង load មកលើ load មកកាន់ text box ខាងលើដែលអាចអនុញ្ញាតឲ្យយើងកែប្រែទិន្នន័យជាឧទាហរណ៍ហើយយើងអាច save យើងអាចលុបទិន្នន័យនឹងចេញបានក្រៅពីនោះយើងអាចស្វែងរកទិន្នន័យដោយគ្រាន់តែវាយបញ្ចូលពាក្យនៅលើ text box ខាងក្រោមនេះហើយចុច find ហើយនេះគឺជា application ទី2របស់យើងដែលនឹងត្រូវបង្កើតចំពោះ application នេះគឺបង្កើតឡើងដោយ WPF ជាមួយនឹង strongly tied dataset ដែល manage ទៅលើ song table song របស់យើងទាំងអស់ក្នុងនេះយើងអាច navigate ទៅលើ record ទាំងអស់នៅក្នុង table យើងអាច move next move previous move last and move first យើងអាច add ថ្មី create new and then យើងអាច song title genres
year long 2012 and យើងអាចរើស performer របស់យើងទាំងអស់ជា look up drop down list យើងអាចធ្វើការរក្សាទុកនឹងដូចគ្នានឹងលុបទិន្នន័យផងដែរ អូខេនេះគឺជា application ទី 3 របស់យើងគឺជា web application ដែលបង្កើតដោយ ASP.NET MVC ជាមួយនឹង Entity Framework 3.5 SP1 application នេះគឺអនុញ្ញាតឲ្យយើងកែប្រែទៅលើទិន្នន័យរបស់album យើងទាំងអស់ទៅនោះយើងអាច create ថ្មីយើងអាច create a new album ឧទាហរណ៍ដូចជា Beach House click on create អូខេនេះគឺជា record ដែលយើងត្រូវតែបានបញ្ចូលថ្មីក្នុងនោះដែរយើងអាចកែប្រែទៅលើទិន្នន័យដែលមាននៅក្នុង database របស់យើងឧទាហរណ៍ click on save នេះគឺជា record ដែលត្រូវបានកែប្រែហើយនឹងយើងអាចលុបទៅលើទិន្នន័យរបស់យើងឧទាហរណ៍ថា record ដែលខ្ញុំត្រូវតែបានបញ្ចូលឡើងមិញខ្ញុំអាចលុបវាចោលគឺដោយគ្រាន់តែ select ទៅលើ edit link ហើយ click on delete button អូខេ and answer អូខេទិន្នន័យគឺត្រូវបានលុបចេញពី table សូមបញ្ជាក់ផងដែរចំពោះ application យើងទាំងប្រមាណខាងលើគឺយើងអាចសម្រេចទៅបានគឺដោយប្រើប្រាស់នៅ tool មួយដែលមានឈ្មោះថា MySQL Connector for .NET ដែលយើងអាចទៅ download បាននៅ website dev.mySQL.com/download/connector/net ហើយនេះគឺជា current version 6.6.5 យើងអាច download បានដោយ click ទៅលើ download link នៅពេលដែលយើង click ទៅលើ download link យើងនឹងមកកាន់ page មួយនេះដែលតម្រូវឲ្យយើង log in ឬក៏យើង sign up new account ខ្ញុំបាន download នៅ application នឹងរួចជាស្រេចហើយអញ្ចឹងយើងអាច install បានយើងអាចជ្រើសរើសនៅ option ទាំង 3 typical custom or complete ដើម្បីកុំឲ្យខាតពេកខ្ញុំ pause វីដេអូមួយភ្លេងអូខេការ set up របស់យើងបានបញ្ចប់ដោយជោគជ័យហើយបន្ទាប់ពីយើងបញ្ចប់ការ install MySQL Connector for .NET ពេលនោះយើងអាចប្រើប្រាស់វាបាននៅលើ Visual Studio ទាំង version 2005 2008 or 2010 ឬក៏ 2012 អូខេយើងអាចចាប់ផ្ដើមបង្កើត application របស់យើងខ្ញុំប្រើប្រាស់ Visual Studio 2008ឥឡូវខ្ញុំបង្កើត project ថ្មីខ្ញុំប្រើប្រាស់ C# Windows Form Application ដាក់ឈ្មោះថានេះគឺជា main form របស់យើងអូខ
ខេនេះគឺជា performer form របស់យើងដែលទើបតែបាន design ហើយខ្ញុំបាន add div view មួយជាមួយនឹង column មួយចំនួនហើយនឹងបាន set ជា detail view ដោយសារ performer id ជា auto generate id column អញ្ចឹងខ្ញុំត្រូវ set វាជា read only text box អូខេ performer id របស់យើងជា auto increment column បន្តមកទៀតខ្ញុំត្រូវ add application configuration file ដើម្បី store នៅ config connection string របស់យើងដើម្បីបាន connection string ខ្ញុំ view server explorer add new connection and go change ដោយសារយើងបាន install MySQL connector for .NET driver អញ្ចឹងគឺយើងមាន option នេះមួយ available គឺ MySQL database យើង connect ទៅកាន់ server របស់យើងគឺ localhost username គឺ root password no password database name music library and text connection អូខេ right click នេះគឺជា connection string របស់យើងដើម្បីមានភាពងាយស្រួលក្នុងការ access ទៅកាន់ connection string របស់យើងខ្ញុំត្រូវ add នៅ reference មួយចំនួនដូចជា MySQL.data ហើយនឹង system.configuration បន្ទាប់មកទៀតខ្ញុំនឹង add នៅ public property មួយគឺដើម្បីទីនៅ connection object របស់យើងអញ្ចឹងដើម្បីងាយស្រួលខ្ញុំដាក់វានៅក្នុង program.cs file នេះconnection string គឺឈ្មោះរបស់ connection string យើងនៅក្នុង app.config fileចំពោះ review យើងខ្ញុំត្រូវ set full row select to true and
multi select to false មានន័យថាគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច select បានតែម្ដងមួយ row ជាបន្តខ្ញុំនឹងបង្កើតនៅ method មួយគឺប្រើដើម្បីងាយស្រួលក្នុងការទាញទិន្នន័យពីក្នុង database table យើងមកបង្ហាញនៅលើ list ខ្ញុំនឹងប្រើនៅ MySQL namespace MySQL client ហ្នឹងគឺបានមកពីassembly ដែលយើងបាន add គឺ mysql.data នេះដែលបានមកពីការ install MySQL connector for .NET នេះគឺជា method របស់យើងគឺ show on list view មាន2 argument ទីមួយគឺជា enum យើងខាងលើហើយមួយទៀតជា string នេះគឺជា string variable របស់យើងមួយដែល store នៅ select statement យើងគឺ select performer id first name last name from performerបន្ទាប់មកគឺយើង concatenate ជាមួយនឹង clause យើងដែលយើងបានដាក់នៅជា argument ទី2របស់យើងហ្នឹងត្រង់ចំណុចនេះមានន័យថាប្រសិនបើ clause យើងជា argument ទី2យើងនេះត្រូវបាន provide ដោយ empty string ពេលនោះ select statement យើងគឺត្រូវបាន concatenate ជាមួយនឹង empty string ផ្ទុយមកវិញគឺប្រសិនបើ argument យើងនេះត្រូវបាន provide ដោយ string ណាមួយពេលនោះ select statement យើងខាងលើគឺត្រូវបានចងជាមួយនឹង string ដែលបាន pass ជា second argument នេះឧទាហរណ៍ថាប្រសិនបើត្រង់កន្លែង clause នេះត្រូវបាន pass ដោយ order by performer សំដៅ order by first name ពេលនោះ select statement យើងគឺមានន័យថា select performer id first name last name from performers order by first name ជាបន្ទាប់គឺយើងប្រកាសនៅ data reader object មួយគឺ MySQL data reader object ហើយនេះគឺជា MySQL command ហើយយើងផ្ដល់នៅ select statement យើងខាងលើជាមួយនឹង connection program .get connection នេះគឺយើងបានមកពី public property មួយដែលយើងបានបង្កើតកាលពីខាងដើមនេះគឺ return នៅ connection object បន្តមកទៀតគឺយើងផ្ទេរតម្លៃទៅឲ្យ data reader ដោយផ្ទេរ MySQL command .execute reader and command behavior .close connection គឺមានន័យថាក្រោយពេលដែល data object ត្រូវបាន close គឺយើង close ទាំង connection បន្ទាប់មកយើងមាន list view item យើងមួយហើយយើង check មើលប្រសិនបើ action យើងខាងលើដែលបានបញ្ចូលយើងនេះជា action file ឬក៏ជា action create ពេលនោះយើងនឹង clear សំទោសប្រសិនបើ action របស់យើងជា action file ពេលនោះយើងនឹង clear នៅ item របស់ list view យើងទាំងអស់ខាងក្រោមនេះគឺខណៈពេលដែល list view យើងកំពុងតែ read គឺយើងត្រូវបោះតម្លៃពី record ដែលយើងបានទាញពីក្នុង database ហ្នឹងមកកាន់លើ list view យើងខណៈពេលដែលយើងកំពុងតែបោះតម្លៃចូលទៅក្នុង list view item ហ្នឹងគឺយើង check មើលតើប្រសិនបើ action យើងជា action file ឬក៏ create ពេលនោះគឺយើងគ្រាន់តែ add ទិន្នន័យនោះគឺ add ទិន្នន័យនោះទៅកាន់ list view របស់យើងយើង list view item ស្មើនឹង performer list នេះគឺជា list របស់យើង .item .add dr.get integer 32 index 0 ហ្នឹងមានន័យថាយើងបញ្ចូលនៅ performer id ព្រោះ query ខាងលើយើងនេះគឺ select នៅ3 column គឺ performer id ដែលជា integer data type first name last name ដែលជា string អញ្ចឹងកន្លែងនេះគឺយើងត្រូវ get integer 32 index of 0 index 0 index 1 and index 2ហើយយើង convert វាទៅជា string ខាងក្រោមនេះគឺយើង add នៅ first name ហើយនេះគឺជា last name
Tôi vì action dương copy file ឬក៏ create មានន័យថាជា action update ពេលនោះគឺយើងគ្រាន់តែកែប្រែតម្លៃរបស់ list view item យើងគឺទៅតាម record ដែលយើងបានទាញចេញពីក្នុង table មានន័យថាគឺយើងកែនៅ index ណាមួយ select index នេះគឺជា index មួយដែលយើងត្រូវដាក់ឲ្យអូខេគឺនៅ list view item នៅ index ណាមួយដែលយើងបាន select ពេលនោះយើងកែប្រែតម្លៃរបស់វាកន្លែងនេះគឺយើងកែ performer ID តែតាមពិតជាស្ដែងទៅ performer ID គឺយើងអត់ត្រូវបានកែព្រោះវាជា auto generate ID column ចំណែកឯត្រង់ចំណុចនេះគឺយើងកែ first name និង last name អញ្ចឹងសរុបមកវិញគឺ method យើងមួយនេះគឺប្រើនៅ option ចំនួនធំ3គឺទី1គឺបន្ទាប់ពីយើង insert ទិន្នន័យចូលទៅក្នុង table គឺយើងទាញទិន្នន័យដែលយើងបាន insert ហ្នឹងមកបង្ហាញនៅលើ list view option មួយទៀតគឺនៅពេលដែលយើងក្រោយពីយើងបាន update ទិន្នន័យនៅក្នុង database គឺយើងទាញទិន្នន័យដែលយើងបាន update ហ្នឹងមកបង្ហាញនៅលើ list view មក edit ទៅលើ item ដែលយើងបាន select នៅលើ list view របស់យើងហើយនឹង option ចុងក្រោយមួយទៀតគឺនៅពេលដែលយើងទាញទិន្នន័យទាំងអស់ឧទាហរណ៍ថាយើងចង់បង្ហាញទិន្នន័យទាំងអស់ពីក្នុង database table របស់យើងនៅលើ list view គឺយើងទាញទិន្នន័យហើយយើង add នៅក្នុង list view item ជាចុងក្រោយគឺយើងត្រូវ close data reader យើងដើម្បី test ទៅលើ function របស់យើង method របស់យើងនេះយើងអាចឧទាហរណ៍ថាយើងអាច call នៅក្នុង show all button យើងនេះយើងរកកាន់ថា show on list view action យើងគឺករណីនេះគឺ file គឺយើងទាញនៅទិន្នន័យទាំងអស់ចំណែកឯ close គឺយើងអាចដាក់ទទេក៏បានឬក៏យើងអាចដាក់ order by first name ឧទាហរណ៍យើងសាកល្បង test អូខេអញ្ចឹងគឺយើងទាញទិន្នន័យទាំងអស់មកបង្ហាញនៅលើ list view របស់យើងហើយនេះគឺត្រូវបានសតតាម first name អញ្ចឹងកន្លែងនេះ order by នេះគឺជា clause របស់យើងអញ្ចឹងកន្លែងនេះគឺត្រូវបាន concatenate ជាមួយនឹង select statement យើងហើយ action ដែលយើងប្រើនេះគឺ file អញ្ចឹងគឺជាដំបូងគឺ clear list item របស់យើងហើយតទៅមកទៀតគឺយើង add ម្ដងមួយរងជាបន្ទាប់ចំពោះ button add យើងនេះចំពោះ button add យើងនេះគឺយើងប្រើ option ចំនួន2ទី1គឺប្រើដើម្បី insert new record ហើយទី2គឺប្រើដើម្បី update existing record ត្រង់ចំណុចនេះគឺមានន័យថាយើង check មើលតើបើសិនបើ first name យើងនេះគឺមិនបានបញ្ចូលទិន្នន័យទេគឺយើង alert នឹង message ហើយយើង exit event method របស់យើងនេះគឺយើង MySQL command object យើងនេះគឺ variable string យើងដែល store នៅ SQL command ហើយយើង check មើលបើសិនបើ button save យើងនេះមាន text property ដែលស្មើនឹងពាក្យថា add អញ្ចឹងគឺ SQL command យើងនេះគឺ store នៅ insert statement insert into performer យើង insert តែ first name last name ទេពីព្រោះ performer ID ជា auto generate ID column ហើយ value យើងគឺជា parameter អញ្ចឹងយើងប្រើប្រាស់នៅ parameterized query ទាំងអស់ចំពោះ value ត្រង់ចំណុចនេះអ្នកខ្លះក៏ចូលចិត្ត concatenate ជាមួយនឹង text box property direct ទៅម្ដងឧទាហរណ៍ចឹងកាត់ concatenate ជាមួយនឹង text box property direct ទៅម្ដងធ្វើបែបនេះគឺប្រឈមមុខនឹងការ attack ពី SQL injection អញ្ចឹងវិធីដែលល្អគឺគួរតែប្រើ parameterized query អូខេ
ផ្ទុយពីtext box យើងដែលមានតម្លៃជា add គឺមានន័យថាជា update ពេលនោះគឺយើង perform នៅ update statement យើង update performer set first name ស្មើនឹង parameter របស់យើង first name last name អូខេ វា performer id ស្មើនឹង performer id ណាមួយត្រង់ចំណុចនេះគឺយើងប្រើ using block គឺក្នុងករណីក្រៅពីយើងបញ្ចប់ពី using block នេះគឺ connection object យើងគឺពិតជាត្រូវបាន dispose ដោយជោគជ័យហើយចំណុចនេះគឺយើង instantiate MySQL command object របស់យើងហើយយើង set parameter first name និង last name ហើយយើង check មើលបើសិនបើ text box យើងនេះជា save នោះគឺមានន័យថាជា update statement ពេលនោះយើង add parameter យើងមួយទៀតយើងការ add parameter នេះគឺយើងគ្រាន់តែសរសេរថា SQL command .parameter .add with value តែមកគឺឈ្មោះ parameter ហើយនិង value អូខេនេះគឺជាតម្លៃអញ្ចឹងយើងទីតម្លៃជា text box ហើយផ្ទេរទៅឲ្យ parameter របស់យើងចំណែកឯត្រង់កន្លែងនេះគឺយើង check មើលតើបើសិនបើ button យើងជា save មាន text ស្មើនឹង save មានន័យថាយើងត្រូវ perform update statement អញ្ចឹងគឺយើង add នៅ parameter មួយទៀតគឺ performer id យើងនេះគឺ performer id យើងនេះស្មើនឹង performer id text box របស់យើងទៅមកទៀតបើសិនបើ SQL command MySQL command យើង .execute non query នេះគឺយើងបាន execute នៅ statement របស់យើងខាងលើនេះគឺស្មើនឹង0មានន័យធំជាង0គឺមានន័យថាទទួលបានជោគជ័យយើងការ check មើលព្រោះ execute non query នេះ return នៅ integer number អញ្ចឹងបើសិនបើវាធំជាង0គឺយើងបង្ហាញ message នេះគឺយើងត្រូវ check មួយទៀតបើសិនបើជា button ដែលយើង click នេះជា button add អញ្ចឹងគឺយើងបង្ហាញថា record យើងត្រូវបាន add new record added ហើយបន្ទាប់ពីយើងបានបញ្ចូលហ្នឹងកន្លែងត្រង់ចំណុចនេះគឺយើង insert record ថ្មីហើយបន្ទាប់មកទៀតយើងត្រូវទាញ record ដែលយើងបានបញ្ចូលនោះមកបង្ហាញនៅលើ review អញ្ចឹងយើងប្រើនៅ method យើងខាងលើនោះគឺ create សំដៅគឺ show on review នោះគឺ action យើងគឺ create នេះគឺយើង insert record ថ្មីអញ្ចឹងគឺយើងត្រូវ select ទៅលើ performer របស់យើង performer id កន្លែងនេះយើងអាចនិយាយថាperformer id ស្មើនឹង select performer id from performer order by first descending limit 1ត្រង់កន្លែងនេះចំពោះ Microsoft SQL Server គឺយើង select top 1 performer id from performer order by 1 នេះគឺ performer id ហ្នឹងឯង descending យើងយក record ដែលនៅលើគេហើយ record តែមួយ limit 1គឺស្មើនឹង top 1 ចំពោះ Microsoft SQL Server ឬក៏ម្យ៉ាងទៀតយើងអាចសរសេរដោយនិយាយដោយខ្លីគឺ static max យើងប្រើរូបមន្ត max performer id fromចឹង action យើងនេះគឺគឺបាន concatenate ជាមួយនឹង where clause អញ្ចឹងនៅពេលយើង insert ហើយពេលនោះdatabase នឹង generate នៅ id ថ្មីមួយហើយ id នេះគឺយើង increment អញ្ចឹងគឺយើង select យក id ដែលបាន increment ហ្នឹងហើយយើងយកវាមកធ្វើជា where clause ត្រង់កន្លែងនេះទុយមកវិញបើសិនបើយើង execute ទៅវាជា edit ជា save button ពេលនោះគឺយើងគ្រាន់តែបង្ហាញ message ថា record update ប៉ុន្តែយើងត្រូវបង្ហាញនៅលើ review ពេលនោះ review យើងគឺយើង update យើង action របស់យើងគឺ update ហើយយើងត្រូវ update ទៅលើ record យើងត្រូវទាញ record ពីក្នុង database មក update នៅលើ review អញ្ចឹងគឺយើងត្រូវដាក់នៅ where clause performer id ស្មើនឹងperformer id text box របស់យើងនេះចំពោះកន្លែងនេះគឺក្រៅពីយើង perform នៅ action យើងទាំងអស់ហ្នឹងហើយយើងត្រូវហៅនៅ method មួយគឺដើម្បី clear text box ជាងខ្ញុំ generate នៅ method មួយនេះ add new នេះ
adding new ហើយជាចុងក្រោយគឺយើងត្រូវ clear នៅ parameter ទាំងអស់ចំពោះ SQL command របស់យើងឥឡូវយើងសាកល្បងតេស្តមើលដោយសារ performance នេះជា auto generate ID column យើងមិនចាំបាច់ provide នៅតម្លៃទេឧទាហរណ៍អូខេអញ្ចឹងយើងត្រូវបាន create នៅ record ថ្មីមួយអញ្ចឹងយើងមកមើលនៅក្នុង database របស់យើងនេះគឺជា record ថ្មីដែលយើងត្រូវបានបញ្ចូលនៅពេលដែលយើងបញ្ចូល record ថ្មីគឺវាផ្ដល់ឲ្យនៅ ID ថ្មីមួយអញ្ចឹងគឺយើងពេលដើម្បីបង្ហាញទិន្នន័យពីលើ list view នេះគឺយើងគ្រាន់តែ select ដំបូងគឺយើង select performer ID យើងគឺយក performer ណាដែលធំជាងគេគឺចុងក្រោយគេហ្នឹងហើយធ្វើជាវា close ចំពោះ select យើងខាងលើនេះ select ទាំង record ទាំងមូលចំណែកឯ action edit យើងនេះគឺ action update យើងនេះគឺកាត់ឡើងគឺនៅពេលដែលយើងអ្នកប្រើប្រាស់ហ្នឹង double click ទៅលើ item ឬ list view អញ្ចឹងយើងត្រូវ add event handler មួយនៅលើ list view របស់យើងគឺ event double click អូខេអញ្ចឹងfor each performer selected item here list view item នៅពេលដែលអ្នកប្រើប្រាស់នឹង double click ទៅលើ list view គឺយើងគ្រាន់តែបោះតម្លៃពីក្នុង list view នោះទៅលើ text box host name text ហ្នឹង item ចឹងនៅពេលដែលអ្នកប្រើប្រាស់ double click ទៅលើ list view ចឹងយើងត្រូវតែបោះតម្លៃពី list view របស់យើង item នេះគឺ selected item របស់ list view យើងបោះទី1គឺ item.text នេះគឺយកតម្លៃរបស់ list view item ទី1មកបង្ហាញនៅលើ text box form របស់យើងហើយនេះគឺ sub item ទី1ហើយនឹង sub item ទី2អានេះគឺ item នេះគឺ sub item អូខេឥឡូវយើងសាកល្បងជាមុនខ្ញុំសូមអរឧទាហរណ៍ថាខ្ញុំចង់កែប្រែ booster នេះអូខេយើងមានប៊ូតុង save អូខេ let's check ជាក់ស្ដែង record update ខ្ញុំសាកសូមអូខេតែពិតជាក់ស្ដែងគឺយើងត្រូវបាន update ហើយប៉ុន្តែគាត់ណាយើងមានបញ្ហាទៅលើការបង្ហាញទិន្នន័យលើ review យើង check មើលអូខេ id.text បញ្ហាយើងគឺអូខេនៅត្រង់ចំណុចនេះគឺយើងត្រូវ sub item ទី1 sub item ទី1នោះគឺ
list view column first name ហើយនឹង sub item ទី2ជា list view last name column វិញសាតែម្ដងទៀតអូត្រង់ចំណុចនេះគឺយើងផ្លេចសិតនៅ selected index របស់យើងគឺស្មើនឹង list view របស់យើងនៅ index របស់យើង index បើសិនយើងមិនកំណត់ index របស់ list view របស់យើងទេគឺត្រង់ចំណុចនេះគឺយើងមិនអាចបង្ហាញទិន្នន័យទៅតាម index ណាមួយយើងបាន select នោះទេចឹងមានន័យថានៅពេលដែលខ្ញុំ edit ទៅលើខ្ញុំdouble click ទៅលើត្រង់ចំណុចកន្លែងនេះគឺ index ទី3ពេលនោះ select index របស់យើងគឺស្មើនឹង3ក្រោយពេលដែលយើង update record ហើយពេលនោះយើងត្រូវបង្ហាញទិន្នន័យពីក្នុង database មកនៅលើ list view នៃយើងនៅ index ទី3ដែលយើងបាន select ហ្នឹងអូខេគឺយើង update តែ index ដែលយើងបាន select ហ្នឹងមកចំពោះ button delete របស់យើងអូខេfor each ដដែលយើងដោយសារតែ list view យើងគឺកំណត់យើង select បានតែមួយអញ្ចឹងគឺយើង for each យើងនេះគឺធ្វើតែមួយ loop ទេអញ្ចឹងយើងមុនពេលដែលយើង perform delete statement នេះគឺយើងត្រូវមាន message មួយយើង confirm ថាប្រសិនបើអ្នកពិតជាចង់លុបនៅ record នេះគឺយើងអាច click yes ផ្ទុយមកវិញគឺយើងអាច click no ដើម្បីបដិសេធបើសិនបើអ្នកប្រើប្រាស់ហ្នឹងគឺគាត់បាន accept ទៅលើការ delete ពេលនោះគឺយើង using block ដដែល MySQL connection object ដដែលហើយបន្ទាប់មកគឺយើង instantiate នៅ new SQL command MySQL command គឺយើង perform នៅ delete statement delete from performer វា performer id ស្មើនឹង list view ដែលយើងបាន select ហ្នឹង selected li.text នេះគឺជា list view item របស់យើងបាន select ហ្នឹងនៅពេលដែលយើង execute ទៅគឺ return នៅតម្លៃដែលធំជាង0គឺមានន័យថាការ delete command របស់យើងគឺ run បានជោគជ័យពេលនោះគឺយើង remove នៅ item ចេញពី list view គឺយើងcầnតែនិយាយថា list view item .remove ពេលនោះគឺ remove list view item ពីក្នុង list របស់យើងហើយយើងបង្ហាញ message គឺ record ត្រូវបាន delete នេះយើងសាកល្បងតែ so on ហើយយើងលុប record okay no last one okay yes okay record ត្រូវបាន select អញ្ចឹងគឺយើងត្រូវបានលុប record ទី10បានយើងគឺយើងអាចមកមើលនៅក្នុង database នេះយើង refresh អញ្ចឹងគឺ record ទី10គឺត្រូវបានលុបចេញពីក្នុង database អូខេចំពោះ button file យើងនេះយើងគ្រាន់តែប្រើនៅmethod យើងដែលបានបង្កើតពីខាងដើមគឺយើងដំបូងយើងអាច check ខាងបើសិនថា text file
ចឹងយើងcầnតែហៅ method យើងហ្នឹង show only view របស់យើងគឺ action យើងគឺfind ចំណែកឯ clause របស់យើងគឺ where clause ឬក៏យើងអាចអូខេ like clause where first name ok នេះគឺជា method on review យើងដែលប្រើចំពោះ action find អញ្ចឹងហើយនេះគឺជា where clause យើងគឺប្រើជាមួយនឹង like clause where first name like concat នេះគឺជារូបមន្តមួយដើម្បីចង string percentage size ជាមួយនឹង text perform សំទោស find អូខេ text find របស់យើងហើយចងជាមួយនឹង percentage size វិញសាកល្បងតែគឺតងកន្លែង file នេះខ្ញុំដាក់គេឧទាហរណ៍ standard v ហើយយើងមានពីរ performer ដែលមានអក្សរ b នៅក្នុង first name ឈ្មោះរបស់គាត់អូខេយើងនៅសល់ចុងក្រោយគឺប៊ូតុង new របស់យើងនេះ button new នេះគឺគ្រាន់តែហៅនៅ adding new method យើងនឹងមកហើយម្យ៉ាងទៀតចំពោះmethod នេះគឺខ្ញុំត្រូវ add code មួយចំនួនខ្ញុំត្រូវ set text format text មកនេះគឺតែបង្ហាញថា performer id ជា auto generate id កន្លងគឺគាត់បង្ហាញថាអក្សរ new ទេហើយនឹង set select item index របស់នេះគឺស្មើនឹង -1យើងសាកល្បង test អូខេ application ទី1របស់យើងត្រូវបានបង្កើតដោយជោគជ័យ